ពុទ្ធរតននាមសូត្របទនមស្ការបឋមចំពោះព្រះសម្មាសម្ពុទ្ធនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈពុទ្ធាំសរណង្កច្ឆាមិធម្មំសរណង្កច្ឆាមិសង្ឃាំសរណង្កច្ឆាមិនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈប្រែថារីកិរិយានមស្ការថ្វាយបង្គំនៃខ្ញុំប្រកាសណាចូលមានដល់ព្រះដ៏មានព្រះភិក្ខអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយត្រៃសរណគមសូត្រថ្វាយខ្លួនចំពោះព្រះរតនត្រ័យពុទ្ធាំសរណង្កច្ឆាមិខ្ញុំប្រកាសណាសូមដល់នៅព្រះពុទ្ធជាទីពឹងទីរលឹកធម្មំសរណង្កច្ឆាមិខ្ញុំប្រកាសណាសូមដល់នៅព្រះធម៌ជាទីពឹងទីរលឹកសង្ឃាំសរណង្កច្ឆាមិខ្ញុំប្រកាសណាសូមដល់នៅព្រះសង្ឃជាទីពឹងទីរលឹកសូមបញ្ជាក់ថាធម៌នមោតស្សៈនេះត្រូវបានផ្ដើមស្ដែងឡើងដោយពួកទេពឬទេវតា5អង្គឬក្រុមនិងក្នុងមួយអង្គមួយក្រុមបានពោលនៅពាក្យនមស្ការនេះមួយបទម្នាក់ឬមួយក្រុមតគ្នាគឺនមោពោលដោយសាតាកិរិយា2តស្សៈពោលដោយរាហុអសរិនរាជបុត្ររបស់ព្រះបាទវេបច្ឆតរាជដែលជាអសុររាជស្ដេចអសុរៈ3ភគវតោពោលដោយស្ដេចចតុមហារាជការស្ដេចចតុលោកបាលដែលជាអ្នកអភិបាលថែរក្សាទ្វីបលោកក្នុងទិសធំទាំង4ស្ដេចចតុលោកបាលទេវតាមានយុស័ក្តិធំថែរក្សាទ្វីបលោកក្នុងទិសធំទាំង4គឺព្រះបាទធត្តរដ្ឋៈជាទេវរាជអ្នកគ្រប់គ្រងអភិបាលលើពួកគន្ធពទេវតាក្រុមតន្ត្រីករសូគាប្រចាំទិសបូរទិសខាងកើតនៃភ្នំព្រះសេនេរុរាជភ្នំព្រះសុមេរុឬភ្នំចក្រវាលភ្នំឋានសួគ៌ព្រះបាទវិរុលហកៈជាទេវរាជអ្នកគ្រប់គ្រងអភិបាលលើពួកគុណភ័ណ្ឌទេវតាប្រចាំទិសទក្សិណទិសខាងត្បូងនៃភ្នំព្រះសេនេរុរាជភ្នំព្រះសុមេរុភ្នំឋានសួគ៌ព្រះបាទវិរូបខៈជាទេវរាជអ្នកគ្រប់គ្រងអភិបាលលើពួកនាគទេវតាប្រចាំទិសបស្ចិមទិសខាងលិចនៃភ្នំព្រះសេនេរុរាជភ្នំព្រះសុមេរុភ្នំឋានសួគ៌ព្រះបាទកោវិរៈឬវេស្សវណ្ណជាទេវរាជអ្នកគ្រប់គ្រងអភិបាលលើពួកយក្សទេវតាប្រចាំទិសឧត្តរទិសខាងជើងនៃភ្នំព្រះសេនេរុរាជភ្នំព្រះសុមេរុភ្នំឋានសួគ៌4អរហតោពោលដោយព្រះសកទេវរាជព្រះឥន្ទស្ដេចទេវតាជន្តាវតੰ5សម្មាសម្ពុទ្ធស្សៈពោលដោយមហាព្រហ្មប្រាយលោកតប្រយោគអហង្រីខ្ញុំការមិសុំធ្វើអរតនាងនៅកិរិយាអរតនីបច្ចៈពុទ្ធាំងចំពោះអនុភាពនៃកិរិយានមស្ការនៅអនុត្តរសម្មាសម្ពោធិញ្ញាណរបស់អង្គព្រះចិនស្រីអំពីសំណាក់ក្រុមមហាទេពទាំង5ព្រះអង្គដែលមានសេចក្តីជ្រះថ្លាដ៏មុតមមដូច្នេះថាពាក្យនមស្ការថានមោស្វាត់ជ័យដោយសាតាកិរិយាតស្សៈស្វាត់ជ័យដោយរិហុអសរិនភគវតោស្វាត់ជ័យដោយស្ដេចចតុមហារាជការទាំង4អរហតោស្វាត់ជ័យដោយស្ដេចសកទេវរាជសម្មាសម្ពុទ្ធស្សៈស្វាត់ជ័យដោយមហាព្រហ្មគិថានេះបានជាចក្ខុទិព្វសម្រាប់បើកទ្វារចក្រវាលទ្វារកាយនិងទ្វារឈានក្នុងការចម្រើនភាវនាធម៌តាមពុទ្ធវាទហេតុដូច្នេះហើយបានជានៅក្នុងព្រះពុទ្ធសាសនាមុននឹងធ្វើអ្វីៗក្នុងពុទ្ធសាសនវិធីពុទ្ធសាសនិកតែងតែផ្ដើមសូត្រនៅគិថានេះជាដរាបប៉ុន្តែក្រុមអ្នកសូត្រមួយចំនួនធំមិនបានដឹងអំពីអាកំបាំងនិងអានុភាពនៃធម៌នេះឡើយអាស្រ័យគុណជាហេតុនេះ
កល្យានមិត្តក្នុងធម៌ជាពុទ្ធសាសនិកទាំងឡាយមិនត្រូវប្រមាថចំពោះពួកទេវតាឬបៀតបៀនព្រះព្រហ្មការមិនប្រមាថទេវតានិងការមិនបៀតបៀនព្រះព្រហ្មទើបមិនត្រូវនាំទុក្ខដល់ខ្លួន